ការបង្ហាត់ថ្ងៃនេះគឺប្រអារម្មណ៍ទៅលើការការពារទម្រង់នៃការការពារដាក់ចង់និយាយថាលំនឹងក្រុមហើយនឹងលំនឹងក្រុមហើយនឹងទម្រង់គឺដល់យើងបាត់ហើយអញ្ចឹងយើងប្រអារម្មណ៍លើការការពារហើយនឹងការប្រអារម្មណ៍លើការសិនវិបានថាក្តោបទៅចូលគ្នាហើយនឹង pressing ការហាត់ទម្រង់ការពារនេះដោយសារមិនដោយសារលោកគ្រូមើលឃើញថាទម្រង់ប្រយុទ្ធគេខ្លាំងឬក៏យ៉ាងណាកន្លងមកក្រុមយើងនៅមានបញ្ហាការការពារយើងមើលឃើញហើយលេងនៅក្នុងស្រុកខ្មែរការគេមានការគេតចូលរហូតនៅជាផ្សេងនៅនាទីចុងមកយើងគេតចូលក្រុមយើងរហូតអញ្ចឹងហើយបានយើងប្រអារម្មណ៍លើការការពារខ្លាំងជាងការប្រយុទ្ធការបាត់បង់ខ្សែបម្រើកណ្ដាលខូចសុខភាពអាចជាបញ្ហាដែរទេវាអាចជាបញ្ហាដូចនិយាយតាមម្ដងអាចជាបញ្ហាក៏ប៉ុន្តែយើងនៅមានតែកីឡាករចំនួនអញ្ចឹងដោយសារកីឡាករយើងមានកម្រិតផាផាយគ្នាបានថាកុំភាក់100អ្នកកីឡាករដែលមកចំនួនគឺ90អញ្ចឹងផាផាយគ្នាយើងអាចជំនួសបានតាមការសង្កេតមើលទៅលើគូប្រកួតគឺយល់ថាគេតម្រង់គេលេងបែបរបៀបមិនដែរខ្ញុំមើលតម្រង់លេងរបស់គូប្រកួតគឺតម្រង់លេងកន្លងមកគេលេង4-3-3អញ្ចឹងហើយជាទូទៅគេមានបម្រើការពារមួយនៅពេជ្រដើម្បីត្រៀមពីក្រោយបាល់ហើយនឹងមានខ្សែប្រយុទ្ធ3ខ្ញុំគិតថាការលេងរបស់គេក៏មិនជាអន់ដែរក្រុមរបស់គេគឺកន្លងមកគឺឆ្នះរហូតអញ្ចឹងការចលនារបស់កីឡាករគេមួយគឺគេមានគុណភាពបែរថាគុណភាពនៃការធ្វើបាល់គុណភាពនៃការធ្វើចលនាគឺគំរាមល្អអញ្ចឹងអ្វីដំបូងគឺប្រអារម្មណ៍លើការការពារសិនបាទក្រុមយើងបន្ទាប់ពីនេះលោកគ្រូមានកីឡាករសម្រាប់11អ្នកដំបូងក្នុងចិត្តហើយនៅបាទខ្ញុំមានខ្ញុំមានខ្ញុំមានបន្ទាប់នេះខ្ញុំនឹង line up នៅក្នុង group របស់ Naga ដែលនឹងធ្វើបាទជាចុងក្រោយគ្រូអាចនិយាយបានទេថាគ្រូរំពឹងកម្រិតណាដែរក្នុងការប្រកួតខ្ញុំនៅរំពឹង50-50ដល់យើងមើលទៅតាមលទ្ធភាពធនធានរបស់កីឡាករគេគឺកីឡាកររបស់គេគឺភាគច្រើនមិនសូវមានសញ្ជាតិហ្វីលីពីននេះភាគច្រើនគឺជាកូនកាត់ឬក៏ចូលសញ្ជាតិអញ្ចឹងហើយយើងរំពឹងថា50-50ប៉ុន្តែខ្ញុំគិតថារំពឹងថាថ្ងៃស្អែកបើកីឡាកររបស់ខ្ញុំក្រុមរបស់ខ្ញុំមានការវិវត្តបានល្អខ្ញុំគិតថាមានឱកាសឈ្នះគ្រូមាននឹងច្បាស់ថាតើកីឡាករមួយណាដែលគ្រូថាទី2កីឡាករខ្សែប្រយុទ្ធម្នាក់លេខ9ហើយនឹងលេខ10ហើយនឹងកីឡាករបរទេសម្នាក់សិស្សកីឡាករលេខ9ម្នាក់គឺគាត់ជាកីឡាករជាមួយជារបស់ហ្វីលីពីនហើយនឹងកីឡាករបរទេម្នាក់គាត់ជាគេថាលេខ11គឺគាត់ជាកីឡាករស្បែកអាហ្វ្រិកបាទលេខ45បាទលេខអាហ្វ្រិកគឺគាត់មានកីឡាករដែលរហ័សរហួនហើយគាត់មានល្បឿនហើយយ៉ាងទៀតការចូលទីគាត់បានល្អអញ្ចឹងកីឡាករពីរនេះគឺជាកីឡាករដែលយើងចាប់អារម្មណ៍ពីគេសម្រាប់ទីលានទាំងយើងនិងគេថាធ្លាប់លេងស្មៅស្ប៉ាត់ fit មួយស្មៅស្ប៉ាត់មិនដូចគ្នាហើយយើងមកលេងនេះស្មៅស្ប៉ាត់មិនតិចទៅមិនដែរខ្ញុំគិតថាវាមិនអីក៏ប្រហែលគ្នាគ្រាន់ថាទីលានស្មៅគឺតែមកដូរស្មៅអញ្ចឹងគាត់ថាវាការប្រជុំបាល់គឺនៅស្អិតបន្តិចការប្រជុំបាល់គឺកីឡាករទៅការប៉ះបាល់ឲ្យខ្លាំងពេលមើលទៅទីលាននេះវាស្អិតក្នុងការប្រជុំបាល់តែទៅវាគ្មានបញ្ហាសម្រាប់ក្រុមយើងទាំងពីរគឺថាអញ្ចឹង